បងប្អូនណាមកមើលគោទៀតណាចឹងថ្ងៃហ្នឹងមកដល់ពូគាត់ដាក់ដើមចេកឲ្យគោស៊ីហើយចឹងឥឡូវស្រួលណាមើលគោយ៉ាងដូចសុបាយនឹកឃើញអនុស្សាវរីយ៍នៅក្មេងៗទៅខ្វៀលគោ3នាក់បងប្អូនអាមួយខ្ញុំហ្នឹងប្រហែលជា14ឆ្នាំអីចឹងទៅបងអូនខ្ញុំមួយ11ឆ្នាំហើយមានមួយទៀតដូចជា9ឆ្នាំចឹងណាគោនោះមានមេមានកូន5 6ចឹងហ៎ដឹកតាមផ្លូវហើយមេគោក្បាលខូចបើយើងដឹកឲ្យវាដើរមុនវាដើរលឿនបងអូនទូចនឹងដើរអត់តាន់ហើយបើឲ្យវាដើរក្រោយវាព្រមដើរទាញវាអត់ទៅទាញវាក៏វាមិនទៅដែរហើយឲ្យបងអូនខ្ញុំមកមួយទុយអាយុហើយជា9ឆ្នាំ8ឆ្នាំហ្នឹងវ៉ៃវាប្រុសមែនតែដូចថាក្លភាពគេដេញគោហុយអែលចឹងវាព្រមទៅអញ្ចឹងខ្ញុំខឹងពេកក៏យកឈើគប់កូនពីមុខមកគប់មកត្រូវក្បាលប្អូនហ្នឹងភ័យចឹងទៅមើលទៅអត់អីដែរត្រូវតែបន្តិចចឹងណាបងប្អូនមានមើលពូនេះពូគាត់ឲ្យចំណៃគោហើយគាត់មកចិត្តថ្នោតម្ដងគោគាត់ថ្នោតហងដើមចេកផងចឹងណាខ្លួនឯងខ្ញុំកាលមុនមើលគោបាក់កុំបីតែថ្នោតអញ្ចឹងក៏ក្បត់ចិត្តមិនមុតចិត្តអីចឹងមើលក្បត់ពូនេះមុតមកទំហឹងហ្មងស្រួលចិត្តយើងស្រីហ្នឹងនៅផ្ទះមានតាម៉ែអញ្ចឹងអត់មានអ្នកជួយទំនៀងក្បត់ទំនៀងឲ្យទេហើយក្បត់ហ្នឹងនិយាយពីមុខដូចមុខគេចាស់គាត់ថាដូចមុខក្រុមហ៎ហើយចឹងចិត្តថ្នោតមិនងាយបងប្អូនពេលខ្លះបាក់ពេកគាត់ឲ្យយើងម៉ែក៏ប្រាប់យើងថាឲ្យសក់សបកហើយអាណាទុំចូលខ្លាំងណាដាក់ទឹកវិញដាក់ទឹកឲ្យច្បាច់ចឹងទៅច្បាច់ឲ្យបាច់វាដល់អស់ជាតិហ្នឹងបាច់ចឹងស្រួលដែរដៃយើងឡើងសអស់ហើយបាច់អាថ្នោតជាមួយទឹកហ្នឹងហើយក្រោយមកយកទៅដាក់កតក់ឲ្យគោឲ្យគោទឹកថ្នោតហ្នឹងជាមួយកតក់ហ្នឹងណាឲ្យគោយើងហត់ចឹងទៅចានេះទេសភាពស្រុកខ្សែបងប្អូនអើយស្រស់ស្អាតដែរខែហ្នឹងពណ៌បៃតងហ្មងស្រូវទៅគេព្រោះឲ្យអស់ភ្នំដែលយើងមើលឃើញថាភ្នំពោណាបងប្អូនឬក្នុងរឿងព្រេងតកតនឹងខេត្តកែបគេហៅភ្នំពួនហ្នឹងណាមានដងទឹកដាំដើមអាស័យជុំវិញហើយភ្នំខាងមុខនោះគេហៅភ្នំវល្លិពីមុនមើលឃើញភ្នំជុំវិញទាំងអស់តែឥឡូវដើមឈើធំកន្លែងខ្លះគេធ្វើផ្ទះធ្វើអីចឹងទៅមើលអត់ឃើញឯងកុំអីមកកវ៉ាន់ហ្នឹងភ្នំវល្លិភ្នំពូនខាងលិចហ្នឹងភ្នំកែបចឹងណាជុំវិញទាំងអស់ចឹងយើងគោយើងបានចំណៃស៊ីហើយថត់ក្មុបទាំងអស់ហើយបងប្អូនណាមានអនុស្សាវរីយ៍មួយគោខ្លះសម័យឥឡូវ4 10ផ្ទះអីមានគោមួយទេមិនសូវមានអ្នកមើលគោមើលអីទៀតទេព្រោះអីជឿនលឿនអស់ហើយអ្នកខ្លះកូនចៅអត់នៅអញ្ចឹងគាត់ចាស់ពិបាកមើលពិបាកអីអញ្ចឹងណា